ស្ត្រីម្នាក់រងរបួសស្នាមត្រង់កញ្ចឹងកបន្ទាប់ពីជនដៃដល់ម្នាក់ប្រើអំពើហិង្សាយកកាំបិតប៉ាំងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលស្ត្រីម្នាក់រងរបួសស្នាមត្រង់កញ្ចឹងកបន្ទាប់ពីជនដៃដល់ម្នាក់ប្រើអំពើហិង្សាយកកាំបិតប៉ាំងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី9 ខែមីនាឆ្នាំ2025ក្នុងភូមិត្រពាំងទួលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញជនបង្កឈ្មោះទឹមញឹបភេទប្រុសអាយុ49ឆ្នាំមុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះជួលខាងលើមានស្រុកកំណើតនៅខេត្តកំពង់ចាមស្ត្រីរងគ្រោះឈ្មោះវិតសុភីអាយុ46ឆ្នាំមុខរបរលក់ដូរចាប់ហួយនៅផ្ទះស្នាក់នៅផ្ទះកើតហេតុនៅមុនពេលកើតហេតុគេឃើញជនបង្កត្រឡប់មកពីផឹកស៊ីខាងក្រៅវិញស្រវឹងជោគជាំក៏បានរករឿងឆ្លោះជាមួយប្រពន្ធកូនដេញវាយកូនកូនរត់ជែងជើងគ្នាផ្អើលគេចូលពួនជ្រកតាមផ្ទះអ្នកជិតខាងបន្ទាប់មកស្រាប់តែបរិសុទ្ធជាជនសង្ស័យនេះបានយកកាំបិតប៉ាំងតោកាន់ចូលទៅកាប់ស្ត្រីរងគ្រោះដល់ក្នុងផ្ទះដែលនៅផ្ទះទល់មុខគ្នាកំពុងតែអង្គុយមើលកូនហូបបាយទាំងមិនដឹងខ្លួនបណ្ដាលឲ្យរងរបួសមុតស្មាមួយកាំបិតភ្លាមនោះដែរបានពលរដ្ឋនៅទីនោះនាំគ្នាជួយចាប់ឃាត់ជនបង្ករួចរាយការណ៍តាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរចំណែកស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងតាមក្រោយផងដែរប្រពន្ធដដែលបានបន្តទៀតថាកាលពីប្រមាណខែមុនជនរងគ្រោះនិងក្រុមគ្រួសារជនបង្កធ្លាប់មានរឿងរ៉ាវឆ្លោះប្រកែកគ្នាម្ដងរួចមកហើយរឿងកាប់មែកឈើបោះដាក់គ្នាដោយខាងជនបង្កចោទប្រកាន់ថាក្រុមគ្រួសារជនរងគ្រោះធ្វើអំពើដាក់មកលើគ្រួសាររបស់គាត់បានជាប្តីប្រពន្ធចេះតែឆ្លោះប្រកែកគ្នារហូតមកខណៈពេលដែលកើតហេតុខាងលើជនបង្កគុំគួនក៏យកកាំបិតប៉ាំងតោទៅកាប់ស្ត្រីរងគ្រោះតែម្ដងបន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចរាល់និងវត្ថុតាងជាក់ស្ដែងខាងសមត្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌកំពូលបន្តចាត់ការទៅតាមផ្លូវច្បាប់